នេះអូមកថាឥឡូវយើងមានតនន័យមួយបាទនៅតាក់ទងនឹងការលក់ផលិតផលសេវាកម្មកង់បាទមាន customer ID មាន name មាន phone number date of birth មាន city មាន state code province country code country ហ្នឹងឥឡូវយើងមើលរបៀបយើងធ្វើ visualization នេះនេះគឺនៅពេលដែលយើងធ្វើជាមួយនឹង Power BI ឥឡូវបងចង់មើលតាក់ទងនឹងគេ cancel នៅថ្ងៃទី4 ខែកុម្ភៈ 2023 នេះចំនួន order ហ្នឹងគឺ 5,400 បរិមាណគឺ3product name គឺ Speedmaster 1000 អីចឹងទៅឥឡូវយើងមកមើលខ្សែកោងកន្លែងនេះ Voyager 1000 Sam Auto Total Order គឺ3order quantity 3 Sam Order Total គឺ 5,100 អានេះវានៅក្នុងហៅថា cancel បាទនេះវានៅក្នុង Power BI បាទតែឥឡូវយើងមើលតាក់ទងនឹង processing វិញ processing នេះគឺគេគិតនៅថ្ងៃទី29 ខែមករា 2023 អញ្ចឹងតាក់ទង product គឺ Trailblazer 2000 Sam Order quantity 1 Total Order គឺ 1,500 គឺកំពុងតែ processing នេះខ្សែកោងនិយាយរៀបរាប់តាក់ទងទៅនឹងទិន្នន័យរបស់យើងឥឡូវយើងមើល SIP បើថាបានដឹកជញ្ជូនទៅហើយឥឡូវយើងមើលខ្សែកោងមើលទិន្នន័យឥឡូវយើងមើលតាក់ទងទៅនឹងអូខេវាមាន3ប្រភេទហ្នឹងណាបាទចានេះគឺយើងប្រើទិន្នន័យនៅក្នុង Power BI បាទអញ្ចឹងបើសិនបងប្អូនចង់ចេះធ្វើអាហ្នឹងបងប្អូនអាចតាក់ទងខ្ញុំបានគឺអានេះយើងចាំបាច់ចេះ coding អីទេបាទសំខាន់យើងចេះប្រើវិធីសាស្ត្រដើម្បីប្រើប្រាស់ជាមួយទិន្នន័យរបស់យើងនេះដែលទិន្នន័យរបស់យើងគឺនេះ